សង្ឃឹមថាវិជាជីវៈមេធាវីត្រូវបានជួយសង្គ្រោះដោយឯកឧត្តមសង្វណ្ណៈប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី30ខែមេសាឆ្នាំ2026វេលាម៉ោង 9 ព្រឹកជាថ្ងៃប្រកាសសាលក្រមរបស់អាយកាអមសាលាដំបងខេត្តព្រះវិហារលើឈ្មោះលោកយាយអុកយឹមលោកហៀហាក់ស៊ីងលោកអុកម៉ៅនិងលោកហឺហាក់សាងពួកគាត់សុទ្ធតែជាមន្ត្រីនយោបាយរបស់គណៈបកដើម្បីកម្ពុជានិងជាជនជាតិដើមភាគតិចខ្មែរគួយនិងម្នាក់ទៀតឈ្មោះហៀហាក់ស៊ីមជាជនជាប់ចោទលើសំណុំរឿងដីធ្លីផងដែរប៉ុន្តែអ្វីចម្លែកដែលបានកើតឡើងទៅលើជនជាតិដើមភាគតិចគាត់បានប្រាប់ខ្ញុំថាឈ្មោះហៀហាក់ស៊ីមមិនដឹងជាខ្មោចឬមនុស្សនោះទេព្រោះមិនមែនជាសាច់ញាតិពួកគាត់នោះទេហើយមិនមានឈ្មោះរស់លើផែនដីនេះផងដែរក៏ប៉ុន្តែមានឈ្មោះជាជនជាប់ចោទទៅវិញដែលត្រូវតំណាងអាយកាអមសាលាដំបងខេត្តព្រះវិហារលោកស្រេងវុធាធ្វើការចោទប្រកាន់ផងដែរនេះជារឿងចម្លែកនិងអស្ចារ្យណាស់សម្រាប់ព្រះរាជអាជ្ញារងនៅកម្ពុជាសូមងាកមកបន្តិចនៅព្រឹកព្រលឹមខ្ញុំបានចូលទៅកាន់ច្រកខាងមុខបានសួរអ្នកយាមនៅទីនោះដូចសពដងតែលើកនេះគាត់មានសភាពរំទុំឲ្យខ្ញុំចូលទៅក្នុងមិនបាច់យកកាតអ្វីនោះទេព្រោះមនុស្សដែលចូលទៅសវនកម្មច្រើនគួរសមដែរហើយក៏ដើរតម្រង់ទៅបរិវេណខាងក្នុងខ្ញុំបានចូលទៅក្នុងបន្ទប់សវនកម្មជាន់ផ្ទាល់ដីប៉ែកខាងត្បូងបំផុតនិងបានអង្គុយកៅអីចុងក្រោយនិងកណ្ដាលគេចៅក្រម3រូបអង្គុយកណ្ដាលគេប្រធានក្រុមប្រឹក្សាជំនុំជម្រះនិងអមដោយសមាជិកក្រុមប្រឹក្សា2រូបនិងអមដោយក្រឡាបញ្ជីចំនួន1រូបខ្ញុំសូមរំលឹកបន្តិចមុនសវនកម្មដែលលោកចៅក្រមនិងព្រះរាជអាជ្ញារងចូលដល់បន្ទប់សវនកម្មមាននារីម្នាក់បានសួរខ្ញុំថាជាសាធារណជនខ្ញុំឆ្លើយថាបាទរួចគាត់ឲ្យខ្ញុំចុះឈ្មោះលើក្រដាស់មួយសន្លឹកចូលសាច់រឿងឡើងវិញខ្ញុំអង្គុយខាងក្រោយគេនិងអង្គុយជួរកណ្ដាលផ្នែកខាងស្ដាំខ្ញុំកៅអីមេធាវីការពារឲ្យអ្នកគេប្តឹងហើយមានមេធាវី2រូបជាប់គ្នាហើយផ្នែកខាងឆ្វេងមានជួរកៅអីព្រះរាជអាជ្ញារងតែអត់មានមេធាវីទេបន្ទាប់ពីនោះគឺការចាប់ផ្ដើមសវនកម្មសួរដេញដោលគ្រប់ភាគីរួមទាំងសាក្សីយ៉ាងផុសផុលណាស់ខ្ញុំសូមសរសើរលោកប្រធានក្រុមប្រឹក្សាគាត់ព្យាយាមសួរជីករឹសជីកគល់ឲ្យដឹងសខ្មៅនៅក្នុងសំណុំរឿងនេះគ្រប់ភាគីគ្រប់អាជ្ញាធរនេះជាអ្វីដែលខ្ញុំបានឃើញនៅក្នុងសវនកម្មប៉ុណ្ណោះមិនហ៊ានស្រមៃដល់សេចក្តីសម្រេចនោះទេគ្រានោះគឺជាថ្ងៃទី7ខែមេសាឆ្នាំ2026ម៉ោង 9:37 នាទីព្រឹកស្រាប់តែអគ្គិសនីដាច់ភ្លើងមួយស្របក់អ្នកដែលនៅក្នុងបន្ទប់សវនកម្មនាំគ្នាមូលដៃអាវមូលជើងខោបើកទ្វាររូតវាំងននឲ្យមានខ្យល់ចេញចូលនិងមានពន្លឺទោះបីជាដាច់ភ្លើងមួយភ្លឹបក៏ដំណើរការសវនកម្មទៅមុខគ្មានឧបសគ្គរឿងដែលខ្ញុំសង្កេតបន្ទាប់ពីដាច់ភ្លើងខ្ញុំឆ្ងល់មួយផ្លែតមិនបានជាមេធាវីការពារឲ្យភាគីប្តឹងគេនិងមេធាវីការពារឲ្យភាគីត្រូវគេប្តឹងអង្គុយជាមួយគ្នាដោយគ្មានប្រកែកគ្មានប្រកាន់សោះបន្ទាប់ពីឆ្ងល់ខ្ញុំចាប់ផ្ដើមសង្កេតតាមបែបជាអ្នកគណិតវិទ្យាធ្វើប្រមាណវិធីបូកដកគុណចែកដើម្បីផ្ទៀងផ្ទាត់រកការពិតនៅពេលដែលគាត់បានឡើងការពារគាត់បង្ហាញឈ្មោះគាត់ថាលួតសាំងមេធាវីការពារឲ្យអ្នកប្តឹងគេហើយខ្ញុំចេះតែកត់សម្គាល់និងសង្កេតតាមដំណើរឥតដាច់ហើយប្រឹងក្រេបទឹកសុទ្ធតិចតិចបន្សើមបំពង់កនិងទ្រាំមិនទៅនោមព្រោះតាមដានខ្លាចដាច់ភាកពិបាកវាយតម្លៃខ្ញុំមិនហ៊ានអាកាត់ថាខុសឬក៏ត្រូវនោះទេសម្រាប់វិជ្ជាជីវៈជាមេធាវីសេរីឯករាជ្យប៉ុន្តែក្នុងនាមជាប្រធានគណៈបកដើម្បីកម្ពុជាសូមបង្ហាញថាជាមេធាវីត្រូវប្រកាន់ខ្លួនបន្តិចព្រោះតំណាងឲ្យវិជ្ជាជីវៈដែលខ្ញុំគោរពឲ្យតម្លៃណាស់ហេតុអីបានជាមិនប្តឹងតវ៉ាមិនប្រកែកហើយមកអង្គុយជាមួយមេធាវីការពារអ្នកត្រូវគេប្តឹងទៅវិញខ្ញុំយល់ថានេះជាលើកចុងក្រោយសម្រាប់លោកមេធាវីលូតសាំងកុំបណ្ដោយខ្លួនចេះតែអង្គុយកន្លែងគេផ្ដេសផ្ដាស់តទៅទៀតថ្ងៃនេះអង្គុយកន្លែងមេធាវីដូចគ្នាស្រាប់តែថ្ងៃក្រោយទៅអង្គុយកន្លែងប្រធានក្រុមប្រឹក្សាឬកៅអីតំណាងអាយកាមិនវិវរទេអីរឿងនេះមិនតូចតាចទេណាខ្ញុំសង្ឃឹមថាឯកឧត្តមសង្វណ្ណៈប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាជួយពង្រឹងនិងជួយសង្គ្រោះមេធាវីឲ្យគោរពកន្លែងអង្គុយផងពីខ្ញុំអែមសុកសវណ្ណប្រធានគណៈបកដើម្បីកម្ពុជាសូមគិតម្ដងទៀតដើម្បីកម្ពុជា